ជំរាបសួរបងប្អូនណាថ្ងៃនេះជួបគ្នាទៀតហើយណទើបជួបគ្នាឥឡូវជួបភាសាទៀតណាថ្ងៃនេះខ្ញុំធ្វើបៀចំពោះអ្នកដែលមិនទាន់មានស្នេហាណាអ្នកនៅលីវហ្នឹងហើយខ្ញុំធ្វើវា2ហូលើកនេះណាចាឥឡូវខ្ញុំយកវា3សន្លឹកមកមើលទៅឃើញថាក្នុង3សន្លឹកមិញនោះឃើញមួយថាបងប្អូនមានអារម្មណ៍ថា lonely ចាឯកាចាអញ្ចឹងចេញទៅក្រៅបបួលមិត្តភ័ក្តិទៅញ៉ាំកាហ្វេញ៉ាំអីជួបគ្នាញ៉ាំកាហ្វេញ៉ាំអីណាតែនៅក្នុងពេលនេះក៏មានអ្នកលួចមើលយើងដែរចាគេចេះមានអ្នកសម្លឹងយើងដែរណាហ្នឹងហើយចាឥឡូវខ្ញុំយកបៀមួយហូទៀតមកមើលមើលយើងតើបង្ហាញអំពីអ្វីទៀតណោះចាអូខេជ្រុះមួយហើយខ្ញុំយកមួយសន្លឹកតែម្ដងណាចាក្នុងបៀននេះគេប្រាប់ថាយើងនឹងបានជួបមនុស្សម្នាក់គ្រាន់តែយើងឃើញភ្លាមគឺយើងមានអារម្មណ៍ថាយើងចាប់អារម្មណ៍លើគេហ្មងណាចាគឺជួបគេនៅក្នុងវិធីជប់លៀងមួយចាឬក៏មួយនៅពេលដែលបងប្អូនដើរលេងពេលយប់បានន័យថាជួនកាលបងប្អូនទៅផ្សារទៅម៉លទៅមើលកុនទៅដើរលេងផ្សារទំនើបឬក៏ដើរលេងមួយបងប្អូនមិត្តភ័ក្តិអីចឹងណាយើងឃើញគេក៏យើងមានអារម្មណ៍ថាយើងចាប់អារម្មណ៍លើគេហ្មងណាចាមួយក៏នៅក្នុងវិធីជប់លៀងមួយចាជាជប់លៀងដូចថាគេឡើងផ្ទះហើយក៏បងប្អូនមានធ្វើវិធីជប់លៀងឯណាមួយចឹងណាវាអាចមាននៅក្នុងហេតុការណ៍ចឹងណាបងប្អូនតែគ្រាន់ថាអ្វីដែលសង្កត់ធ្ងន់នោះគឺពេលដែលយើងឃើញគេគឺយើងចាប់អារម្មណ៍លើគេតែម្ដងចាគឺអ្នកហ្នឹងហើយអញ្ចឹងយើងគួរតែចេះណាគឺតំណតំណងគេហើយក៏ដូចថាណាត់ញ៉ាំកាហ្វេផឹកតែអីចឹងទៅញឹកញាប់តិចទៅយើងមើលចិត្តមើលថ្លើមគ្នាទៅអ្នកទាំងពីរនឹងមានចិត្តកណិតដូចគ្នាអ្នកទាំងពីរនឹងត្រូវគ្នាអ្នកទាំងពីរនឹងអាចคล้ายជាស្នេហាគ្នាណាចាជាគូរបស់យើងណាចាហើយចាំមើលបៀមួយសន្លឹកទៀតខ្ញុំចង់បញ្ជាក់ចឹងខ្ញុំយកមកសន្លឹកទៀតសិនណាចាមួយសន្លឹកទៀតបានចេញមកហើយគឺបានប្រាប់ថាគេនឹងហើយគឺជាមនុស្សដែលយើងតែងតែប៉ងប្រាថ្នាណាបងប្អូនចាប៉ងប្រាថ្នាគឺមានពីរបែបទី1គឺយើងបានឃើញគាត់ហើយយើងប៉ងស្រឡាញ់គាត់យើងចង់រៀបការមួយគាត់ចង់បានជាដៃគូស្នេហាចង់បានជាសង្សារជាមួយគាត់គឺជាម្នាក់នឹងហើយណាមួយទៀតការដែលយើងបានប៉ងប្រាថ្នាគឺយើងបានប៉ងថាចេះសូមឲ្យជួបមនុស្សល្អសូមឲ្យយើងជួបមនុស្សបែបនេះគាត់ជាមនុស្សបែបនេះ1 2 3 4ចឹងណាគឺមនុស្សមួយនឹងហើយឥឡូវមនុស្សមួយនឹងហើយគឺជាមនុស្សដែលបងប្អូនបានជួបនៅកន្លែងដែលខ្ញុំបានប្រាប់ពីមុនមកហ្នឹងមានប្រមាណកន្លែងហ្នឹងណាអ្នកនឹងហើយគឺជាហៅថាជាគូព្រេងយើងក៏បានខ្លាចជាសង្សារយើងក៏បានគេនឹងចូលមករស់នៅក្នុងជីវិតរបស់យើងចាតាមក្តីប៉ងប្រាថ្នារបស់យើងណាចាបងប្អូនចាក្តីប៉ងប្រាថ្នារបស់យើងដូចខ្ញុំប្រាប់ចឹងណាចាជួនកាលអ្នកខ្លះក៏មានក្តីប៉ងប្រាថ្នាថាសូមឲ្យខ្ញុំជួបមនុស្សល្អបែបនេះចឹងចាអ្នកខ្លះក៏បានប៉ងប្រាថ្នាថាយើងឃើញអ្នកហ្នឹងហើយយើងប៉ងប្រាថ្នាថាយើងចង់ស្រឡាញ់អ្នកហ្នឹងយើងចង់បានអ្នកហ្នឹងជាគូអនាគតឬក៏អីចឹងណាចានឹងហើយគឺយើងបានជួបហើយណាគឺអ្នកហ្នឹងយើងជួបនៅកន្លែងដែលជប់លៀងឬក៏នៅពេលដែលយើងដើរចេញលេងនៅពេលយប់ចាគឺក្នុងបៀនហ្នឹងគេបានប្រាប់ពីថាជប់លៀងនឹងនៅពេលដែលយើងដើរពេលយប់ចឹងបានន័យថាជប់លៀងអាចថាបងប្អូនយើងគេឡើងផ្ទះពិធីគប់ខួបកំណើតបកកូនឬក៏គេជប់លៀងអ្វីដែលគេបានមានមុខងារថ្មីអីចឹងណាមួយទៀតពេលយប់បានន័យថាជួនកាលបងប្អូនចេញទៅលេងផ្សារជាមួយសាច់ញាតិឬទៅម៉លទៅផ្សារទំនើបឬក៏ទៅញ៉ាំអីនៅកន្លែងណាមួយឬក៏បងប្អូនទៅមើលកុនមើល movie ឬក៏ទៅ concert អីចឹងទៅចាបងប្អូនបានជួបគេចាហើយយើងចាប់អារម្មណ៍លើគេខ្លាំងហ្នឹងហើយអ្នកហ្នឹងហើយចាគឺជាគូព្រេងនឹងចូលមកក្នុងជីវិតរបស់យើងអាចជាសង្សារយើងសិនឬក៏អីចឹងទៅហ្នឹងហើយអូខេ
ជូនពរណាអ្នកណាលឺទាំងអស់គ្នាសូមឲ្យបានដូចក្តីប៉ងប្រាថ្នារបស់បងប្អូនណាចាអបអរសាទរជំរាបលា